bởi nhung mình cái ọt toàn con podcast bảo bao sọc lên á sắp ta chim một nữ ọt lồi hát ai bao nhung vậy trong ọt phổ để xa tầm được phò bà xây cây mi sầm ในក្នុងវីដេអូមួយនេះគឺខ្ញុំនិយាយអំពីរឿងពងតែល្បីរឿងប្រាក់ខែក្រោម500មិនគួរមានគ្រួសារឬក៏ប្រាក់ខែ500មិនគួរមានគ្រួសារយល់ទៅវាថាគ្រួសារវាមិនស្វ័យទៅលើប្រាក់ខែទេខ្ញុំផ្ញើទៅម្ចាស់ដើមណាហៅសេលីនគាត់បាននិយាយរឿងថាមនុស្សប្រុសបើប្រាក់ខែក្រោម$500ឬក៏ប្រាក់ខែ$500មិនគួរមានគ្រួសារទេគួរចាយគ្រប់បើនិយាយរឿងការចាយវិញប្រាក់ខែ1000ឡើងចាយគ្រប់ដែរប្រាក់ខែ10000ឡើងចាយគ្រប់ដែរតែគ្រួសារមិនអាស្រ័យទៅលើប្រាក់ខែប្រហែលទេបើចង់មានគ្រួសារអាស្រ័យទៅលើការរស់នៅមួយគ្នាតើពួកគាត់អាចទទួលយកគ្នាអាចរស់នៅមួយគ្នាបានអត់ហើយបើនិយាយទៅប្រៀបទៅថាប្រាក់ខែ500នឹងចាយមិនគ្រប់ទេយល់ប្រាក់ខែចាយមិនគ្រប់1000ឡើងចាយមិនគ្រប់ដែរហ្នឹងសម្រាប់បើសិនជាយើងចាយលើអ្វីដែលយើងចង់ហៅថាសម័យនិយមវាចាយមិនគ្រប់ទេតែបើយើងចាយលក្ខណៈជាគ្រួសារដែលយើងចេះចាយពីគ្រប់ហើយប៉ុណ្ណឹងច្រើនហើយប្រាក់ខែ500ហើយបូកជាមួយនឹងប្រាក់ខែពន្ធនេះទៅវាអាចចាយគ្រប់ហើយអញ្ចឹងប្រាក់ខែ500មិនថា300ឬមិនថាប្រហែល100ក៏ដោយបើគ្រួសារដែលគាត់អាចរស់នៅចាយវាបានហ្នឹងក៏ជាគ្រួសាររបស់គាត់គ្រាន់តែថាការរស់នៅវាផ្សេងគ្នាសម្រាប់អ្នកហៃសូប៉ុណ្ណឹងវាចាយគ្រប់ទេតែសម្រាប់អ្នកដែលចាយវាសម្រាប់លក្ខណៈជាគ្រួសារដែលគាត់ថាប៉ុណ្ណឹងគាត់ចាយគ្រប់គាត់នៅតែចាយគ្រប់ប្រាក់ខែ250គាត់នៅតែចាយគ្រប់អាហ្នឹងគឺគាត់ចាយក្នុងគ្រួសាររបស់គាត់ហើយដូចជាបន្តមកហ្នឹងក៏មានសម្រាប់ម្ចាស់ប្រេនមួយចំនួនដែលគាត់ចេញមកគាត់មិនថារីគុណរឿងមិនហ្នឹងដូចជាម្ចាស់ប្រេននៅផលនេះមីក៏បាននិយាយនៅក្នុងនេះគាត់ថាការពិតប្រាក់ខែ$500ហើយបើប្រពន្ធខំរោផងនោះអាចគ្រប់គ្រាន់ហើយសម្រាប់ការរស់នៅហើយស្តង់ដារជីវិតការរស់នៅបាទខុសៗគ្នាមិនប្រកាសថាប្រាក់ខែតិចតែមិនមានឱកាសណាមើលមិនឃើញទេជាស្ដែងដូចស្ថិតនេះនឹងអ្នកមានស្ដុកស្ដំក្នុងប្រទេសយើងមួយចំនួនក៏ផ្ដើមចេញពីការក្រលំបាកមិនមានប្រាក់ខែ$500ផងបើខ្ញុំវិញប្តីខ្ញុំត្រឹមតែ$85ប្រពន្ធ70តែខ្ញុំនៅតែត្រដខំដើម្បីចាប់ដៃសាងអនាគតសំខាន់បំផុតគឺលើសេចក្តីស្រឡាញ់និងភាពស្មោះត្រង់ជំនះប្រឹងប្រែងនិងការអត់ទ្រាំគឺអាចរស់នៅបានហើយអញ្ចឹងពាក្យថាគ្រួសារដែលផ្ដើមចេញពីប្រាក់វាអត់អាស្រ័យលើប្រាក់ទេប្រហែលក៏អាចនេះបានដែរក៏អាចកើតគ្រួសារបានដែរមិនចាំបាច់ទៅដល់$500ថា$500ចាំមានគ្រួសារប្រាក់ខែក្រោមហ្នឹងក៏យើងអាចមានគ្រួសារបានដែរហ្នឹងហើយអាស្រ័យការចាយវាបើយើងចាយលក្ខណៈគ្រួសាររបស់យើងវាមានតាមបែបលក្ខណៈរស់នៅមានហៃសូ$500ចាយបន្តគ្រប់អត់គ្រប់ផងអ្នកខ្លះចាយដល់មួយខែជិត$5000ឡើងមានដែរតែបើសិនសម្រាប់ថាយើងស្រឡាញ់គ្នាភាពស្មោះត្រង់យើងស្រឡាញ់គ្នាចាប់ដៃគ្នាជាប្តីប្រពន្ធជាអនាគតជាគ្រួសារវាអត់អាស្រ័យលើប្រាក់ខែនោះទេអាស្រ័យលើការរស់នៅការស្រឡាញ់គ្នាការមើលថែគ្នាការប្រឹងប្រែងទាំងពីរសងខាងអាហ្នឹងគឺជាសេចក្តីស្រឡាញ់តែមិនគិតអំពីប្រាក់ខែ$500ឬក៏ប្រហែលទេក៏គេអាចរស់នៅបានដែរក៏គេអាចបង្កើតគ្រួសារបានដែរអញ្ចឹងគ្រួសារមិនស្ថិតនៅលើប្រាក់ខែនោះទេស្ថិតនៅលើការរស់នៅតើយើងចង់រស់នៅបែបណាជីវិតដែលអ្នកចង់ហៃសូគេអត់ទទួលយកទេប្រាក់ខែ$500អាហ្នឹងនិយាយហៃសូព្រោះចាយគ្រប់អញ្ចឹងគេចង់រស់ប្រាក់ខែច្រើនតែបើសិនជាជីវិតអ្នកដែលគាត់ថាមានគ្រួសារសាមញ្ញឬក៏មានគ្រួសារមុំគាត់អត់គិតលើប្រាក់ខែនោះទេគេគាត់គិតថាប្រឹងប្រែងរស់ស៊ីរស់នៅមួយគ្នាតស៊ូទៅមុខទៅហើយក្នុងសំណេរហ្នឹងមានប៉ុណ្្នឹងឯងសម្រាប់ខ្ញុំហើយដូចជាមានអ្នកចូលទៅនិយាយជាមួយនឹងវីដេអូបន្ទាប់ពីសេលីនគាត់និយាយថាអ្នកចូលទៅរីគុណក្នុងវីដេអូសេលីនដែលប្រុសបើសិនជាអ្នកដែលមានសមត្ថភាពគឺចូលទៅរីគុណតែអ្នកមានសមត្ថភាពគេមិនចូលទៅរីគុណទេរឿងរីគុណគេមិនបានគិតលើរឿងហ្នឹងទេគេគិតលើរឿងថាបង្កើតគ្រួសារតតែប្រាក់ខែលើពី$500គេនិយាយរឿងហ្នឹងគេបានគិតចង់រីគុណឬរីគុណទេប៉ុន្តែគាត់និយាយថាមនុស្សប្រុសមកប្រាក់ខែក្រោមពី$500មិនសមនឹងយកប្រពន្ធត្រង់ហ្នឹងហើយដែលជាចំណុចដែលយើងគួរតែវែងញែកហើយយើងជាប្រុសខ្ញុំថាគេទេប្រាក់ខែ$500បើគិតតែខ្ញុំបើសិនជាទៅណាទៅមុខទៀតបើយើងចង់ចាយហៃសូវាអត់គ្រប់មែនប្រាក់ខែខ្ញុំលើទៅ300កាលខ្ញុំធ្វើការប្រាក់ខែ300ក៏ខ្ញុំចាយបាន
តែបើសិនជាយើងចង់រស់ជីវិតនៅហៃសូវាស៊ីវិល័យមានរបស់ទំនើបវាគ្រប់ទៅ500និយាយទៅ1000ឡាក៏គ្រប់ដែរមួយខែ5000ឡាទៅអាហ្នឹងគួរសមបានខ្លះតែបើអ្នកចាយលើនឹងទៀតក៏វាអត់គ្រប់ទៅតាមនឹងដែរអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូនតែជាស្រ័យបើសិននិយាយខុសឲ្យសម្រាប់បងប្អូនគិតធ្វើយ៉ាងណាចំពោះរឿងហ្នឹងរឿងប្រាក់ខែ500ហ្នឹងតើបងប្អូនគិតថា500ហ្នឹងសម្រាប់បងប្អូនរស់នៅបានអត់ហើយគាត់ជាអ្នកខ្លះគាត់រស់នៅបានទេតែអ្នកខ្លះភាគច្រើនឬភាគតិចខ្ញុំមិនដឹងទេតែខ្ញុំគិតថាភាគច្រើនគាត់អាចរស់នៅបានក្រោមពី500ឡានៅបងប្អូន